ថ្ងៃនេះគាត់មិនស្រួលខ្លួនទេដូច្នេះអៀងមិនអាចជួបគ្នាអាឡានេះបានទេយីសាមានអារម្មណ៍ថាវាគួរវាយអាណិតបន្តិចបន្ទាប់ពីឮរឿងនេះខ្ញុំចង់ឃើញថាស្ដេចនាគដែលលួចប្អូនស្រីរបស់ខ្ញុំមើលទៅដូចអ្វីនាងញញឹមយ៉ាងអាក្រក់ហើយយកមុខមកចិត្តយូរហើយការរួបរวมនៃស្ដេចនាគគឺដើម្បីផលប្រយោជន៍និងត្រកូលដោយគ្មានសេចក្តីស្រឡាញ់អ្វីត្រូវនិយាយប៉ុន្តែនាគនិងបរិសុទ្ធរបស់អ្នកបានរៀបការនឹងមានកូនយ៉ាងលឿនអារម្មណ៍របស់អ្នកប្រកាសជាខ្លាំងមែនទេបន្ទាប់ពីឮដូច្នេះ Loswis បានងាកក្បាលចេញដោយមោទនភាពតើការរៀបការនឹងមានកូនមានន័យថាអារម្មណ៍របស់យើងខ្លាំងមែនទេខ្ញុំមិនបានលងស្នេហ៍គាត់ទេហើយខ្ញុំនឹងមិនដែលលងស្នេហ៍គាត់ឡើយដោយឃើញមុខតូចរបស់នាងប្រែជាក្រហមយីសាដឹងថាបួនស្រីរបស់នាងនៅតែរឹងរូសនិងមានមោទនភាពដោយរាល់ដងបន្ទាប់មក Loswis បានចាប់ដៃយីសាដោយរៀបចំខ្លួនដើរលេងនិងជជែកគ្នានៅក្នុងសួនច្បារហើយរូបចម្លាក់របស់ស្ដេចញាតិទាំងពីរដោយខ្ញុំមើលជាប់ជានិច្ចដូច្នេះនេះគឺជាបូនស្រីរបស់យីសានៅពេលនេះខ្ញុំបានគ្រោងនឹងធ្វើឲ្យនិមិត្តសញ្ញានាគសកម្មដើម្បីមើលថាតើឥទ្ធិពលរបស់វាអាចទៅដល់កម្រិតណាបន្ទាប់ពីជជែកលេងជាមួយបូនស្រីរបស់នាងយីសាបាននិយាយអំពីគោលបំណងការមកលេងរបស់នាងទឹកដីនាគមានភាពមិនស្ថិតធៀបបន្តិចនាពេលថ្មីនេះជាពិសេសស្ដេចនាគអណ្ដាតភៀងក្រហមបរិសុទ្ធនោះសកម្មខ្លាំងណាស់ចិញ្ចើមរបស់ Loswis ស្រាប់តែជ្រួញតើជា Constantine មែនទេខ្ញុំចាំថាគាត់មិនបានផ្ដល់មុខរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយយីសាជឿថាគាត់ជាមនុស្សឆេវឆាវហើយប្រហែលជាគាត់ចង់ឆ្លៀតឱកាសពង្រីកទឹកដីរបស់គាត់នៅពេលនោះនិមិត្តសញ្ញានាគលើជង្គង់ទ្រូងរបស់ Loswis បានប្រតិកម្មដោយភ្លឺផ្លឹបផ្លឹបជាមួយភ្នែកពណ៌ស្វាយស្រាលស្រាលទឹកមុខរបស់នាងស្រាប់តែងងឹតភ្លាមគ្រប់ពេលយីសាបានសួរនាងយ៉ាងរហ័សថាមានរឿងអ្វីកើតឡើងតើញាក់មិនស្រួលខ្លួននៅកន្លែងណាមួយទេ Loswis បានបង្ខំខ្លួនឯងឲ្យស៊ូទ្រាំនឹងប្រតិកម្មនៃនិមិត្តសញ្ញានាគនៅលើទ្រូងរបស់នាងហើយញញឹមដាក់ប្អូនស្រីរបស់នាងអ្នកគ្រាន់តែបន្តទោះបីជារូបរាងខាងក្រៅរបស់នាងស្ងប់ងាត់ក៏ដោយ Loswis ពិតជាកំពុងជាប្រមាថឆ្នាំនៅក្នុងចិត្តឃាតករនាគដ៏អាក្រក់នោះគាត់ពិតជាគ្មានគោលដៅសំខាន់ណាមួយនៅពេលនិយាយអំពីការស្ងប់ខឹមខៀមទេយីសាបានបន្តថាដើម្បីសុវត្ថិភាពយើងត្រូវពង្រឹងការការពារព្រំដែនរបស់យើងប្រសិនបើមានចលនាថ្មីណាមួយនៅទីនោះខ្ញុំក៏នឹងបញ្ជូននាគនាំសារមកទាក់ទងអ្នកដែរប៉ុន្តែ Loswis មិនបានលើពាក្យណាមួយឡើយនាងបន្តខំបបួលមាត់លេបទឹកមាត់ហើយជើងរបស់នាងក៏ក្តាប់បន្តិចនាងគ្រាន់តែមានអារម្មណ៍ថាឥទ្ធិពលនៃនិមិត្តសញ្ញានេះកាន់តែខ្លាំងឡើងប្រសិនបើរឿងនេះនៅតែបន្តយីសាបានងាកក្បាលហើយសួរដោយក្តីបារម្ភថាតើអ្នកពិតជាសុខសប្បាយយីទេហេតុអ្វីបានជាមុខរបស់អ្នកក្រហមខ្លាំងម្ល៉េះ Loswis មានអារម្មណ៍មិនស្រួលខ្លាំងនៅពេលនេះនាងបានប្រាប់ប្អូនស្រីរបស់នាងយ៉ាងរហ័សថានាងមានរឿងបន្ទាន់មួយដែលត្រូវធ្វើហើយនឹងត្រឡប់មកវិញក្នុងរយៈពេល20នាទីតើអ្នកចង់ឲ្យខ្ញុំទៅជាមួយអ្នកទេមិនចាំបាច់ទេប្អូនស្រីបន្ទាប់ពី Loswis ចិនទៅយីសាបានជុកដៃខ្ទប់មាត់ហើយញញឹមយ៉ាងអាក្រក់ដូច្នេះវាជានិមិត្តសញ្ញានេះយុវវ័យសម័យនេះពិតជាលេងសើចណាស់ម្យ៉ាងវិញទៀតខ្ញុំកំពុងដេកចុះហើយងូតទឹកព្រះអាទិត្យយ៉ាងស្រួលអ្នកញីតូចអើយខ្ញុំចង់ដឹងថាអ្នកអាចទ្រាំបានរយៈពេលប៉ុន្មាន Loswis ដែលពោពេញដោយចេតនាឃាតកម្មបានស្ទុះចូលមកធ្វើឲ្យខ្ញុំភ្ញាក់ឲ្យហេតុអ្វីបានជាអ្នកត្រឡប់មកវិញលឿនម្ល៉េះនាងខឹងយ៉ាងខ្លាំងហើយទៀងសម្លេចខ្ពស់របស់ខ្ញុំអ្នកចេតនាជ្រើសរើសពេលនេះសម្រាប់និមិត្តសញ្ញានេះដើម្បីធ្វើឲ្យខ្ញុំបាត់បង់មុខនៅចំពោះមុខប្អូនស្រីរបស់ខ្ញុំមិនទេដោយឃើញទឹកមុខដ៏កាយចាស់ហឺបរបស់ខ្ញុំបានបង្ហាញទឹកមុខមិនសប្បាយចិត្តហើយនិយាយថាតើវាខុសទេដែលខ្ញុំនឹកណាស់ Loswis បានលេងវាដោយមិនដឹងខ្លួនមុខតូចរបស់នាងឡើងក្រហមភ្លាមដែលគួរឲ្យគាត់សំខាន់ជាពិសេសប្រឆាំងនឹងស្បែកសរបស់នាងបេះដូងរបស់នាងក៏លូតញាប់ដែរនាងបិទមាត់ហើយដោតថយក្រោយពីចំនួនខ្ញុំសប្បាយចិត្តដល់សម្ងាត់វាហាក់ដូចជាមាននីតិពលល្អយ៉ាងហោចណាស់នាងក៏សោកខ្ញុំឥឡូវនេះដែរដោយមិននឹកស្មានដល់ Loswis ចាប់ផ្ដើមចង់អប់ខ្ញុំគ្មានខ្មាស់អៀនជ្រួយសឹកចាន់និយាយរឿងឥតប្រយោជន៍បែបនេះទុកគំនិតរបស់អ្នកចៅខ្ញុំមកទីនេះដើម្បីដោះស្រាយជាមួយគាត់តើខ្ញុំភ្ញាក់ឲ្យយ៉ាងណាចំពោះពាក្យសម្ដីរបស់គាត់ខ្ញុំកាន់តែមើលមនុស្សអាក្រក់នេះនៅចំពោះមុខខ្ញុំគាត់កាន់តែគួរឲ្យស្រឡាញ់ចំពោះពាក្យខ្ញុំប្រសិនបើយើងខ្ចីឆាយពេលឡើងទៀតមកភ្លេងនាទីប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបញ្ចប់រឿងនោះ Loswis បានញាតក្បាលឲ្យស្រោមទុកដោយជ័យជែកលើកនេះអ្នកមានសំណាងហើយប្រសិនបើមានលើកក្រោយខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចុះទេប៉ុន្តែខ្ញុំកំពុងធ្វើកាយវិការតូចៗនៅពីក្រោយខ្នងនាងខ្ញុំខ្លាចណាស់បន្ទាប់ពី Loswis ចាក់ជៀនតុយខ្ញុំបានប៉ះចង្ការរបស់ខ្ញុំហើយមិនអាចទប់អារម្មណ៍បានក្រៅពីងឿងឆ្ងល់ពាក្យជាចាំអារម្មណ៍តែមួយម៉ាត់អាចធ្វើឲ្យនាងដួលបានវាហាក់ដូចជាឥទ្ធិពលនិមិត្តសញ្ញានាគនេះនៅតែខ្លាំងប៉ុន្តែហេតុអ្វីបានជាបេះដូងតូចរបស់ខ្ញុំលោតញាត់ម្លេះពេលខ្ញុំគិតអំពីមុខរបស់នាងខ្ញុំបានទះមុខរបស់ខ្ញុំយ៉ាងលឿនព្យាយាមបង្ខំខ្លួនឯងឲ្យស្ងប់ចិត្តកុំគិតអំពីរឿងដែលមិនចាំបាច់អី
คนสไลตั้งปีระบอกขยมเนื่อแต่โรงจำขยมตลอดตัววิ่งห้ายเนื้อไปนี้มวนกำปงโรงจำโดยทุนทรอนมันติกแฮดเวย์บันชิปามันต้นตลอดมุกวินไม่อย่างวินเตียดโนอากำปงฝึกหัดเสยอย่างยกจะตุกดักไม่อย่างวินเตียดเนื้อจรกเฟียในที่สการะเนียปรากไม่จากคาตรีเนียกระหอมอีซาก็เหีบหนึ่งตลอดทุกแต่วิ่งได้เนียงบานกรวีได้เลียบอนสไตรบอเนียงโดยการสอบสดายคลาเลือดกร้อยเนตรตาอนุญาตอ้อยขยมจูบสฟามีระบอเนมันไอเต้ยังหนึ่งในเยียงปีเวียนอเปลกร้อยบอนสไตรประจัดตามเพลระบอเนบรรทอปีบานคืนบอนสไตรระบอเนียงเจนเตยมุกระบอโลสวีสรับเตคลายเชิดตึงเริงเคียตกอเนียดอกอักรอกขยมมันตอนบานบงเรียนไม่เรียนกรุบกรานสำหรับเนเต้ขยมตรตาดาตุนกรรมแย่อ้อยบานตรำเตรในยุคนี้ต้นเติมเนียงนีแดขยมบานกันดาอย่างคลังและขนมบรรทุประบอกขยมโดยกึศทาเวียประหายชีเนียงกำปงเจียประมาทขยมมันดองตีดโดยเคินคนสเตรทั้งปีเนี่ยของปุ่มเด็กโลนายเกรรวยหายขยมบานโอโพเกโจนเฮาดาเช่นพี่บรรทุกดอยสงัดจัดบนตายเพลียมนู้ได้สดานโดยตกมรกดักแทบเทียบทวีโดยสำเลียงกูโลสวีสำเลึงหมกขยมโดยตึกมุกมันเปียงจัดแองจองรัตนาขยมเงียกบ่าเฮาเงียมอย่างชงอลเนียมเนียกนี้บานหมกสองศึกปอนสรีแองเจงตัวเฮาเดนเอาโลสวีจำทมิงดอยกลมหึงทั้งไงนี้ยังมันมีอะไรได้ยังมันตนบานเถื่อเตรือบ่าวด้วยชนะตัวอาขยมต่อรังวอนอ้อยแองและบานตรำไตรมอกจมวยขยมไปโน่นนี่บานออกขยมตัวบรรทุกเกขนงได้มันขวาทักคงสุกจัดหรืออดตาเวนึงคลายจีสังกรีมนุษย์เนียกมุดเดียดในยุคนี้เต้ปนตายเวียบ้านผงหานทาเนียงจองเอาเคียมยกตึกกระดาวมกอ่อยเปยเคียมกำปุงสู่เนียงดอยจะลอมทาเนียงจองบานตึกกระดาวสำรับเอาไว้โลสวิสบานเลียดเจืองระบ่อเนียงยืดแผนกระบ่อเนียงเจริญจระโอจะมุ้ยนึงเพียบเอากำลังบันติกบรรตวดนเลือจินจ้ามระบ่อเนียงขยมฮอดเนยปีกาดาทั้งไงนี้แองเลี้ยงเจืองเอาเคียมขยมพญาปะอ่าวมวยสันตุบรรต่อปีหรือด้วยชนะเลี้ยงเจืองแองครั้งสุเป็นระบ่อแองโลสวิสสำเลังมือออกขยมดอยอิริยาบถด้วยมาจากสัตรีก้มในเยเรื่องมันซ่อมแฮดฟาลีกร้อนแต่เถื่อตามเด็กเก็บรับเถยนี่จะกล้าด่าตอนกรรมระบ่อเนะจมพัวเอาไว้เดี๋ยวเนะบันเถื่อในทั้งไงนี้บันเนะมันโปรมเตโจแต่เด็กเลยเกรเตยขยมเมนไปทิพเซงเตี้ยเดี๋ยวไม่ด่าตอนกรรมเนะขยมกิเมจมหรือเอาไว้กล้าวปีกรบตามลอยขยมเลือกเจืองเนียงถนอมหอยดอสใบเจืองแกงเพาะระบ่อเนียงเจงขยมมันได้กึศทราขยมได้เจเนสำหรับเนียดอกคลังบ่พูดหนูเตอีแล้วนี่หนึ่งตรอยกัดบันทอยตัวจีตีสกอเลียงเจืองระบ่อเนียกนี้เปขยมสำเลังเมยเจืองทมนี่ขยมกั้นแต่กึดอมปีเวียขยมกั้นแต่ขังเนียงเอ้ยเนียงเป็ดจะดังพิระเบียบริกเรียหนึ่งครวนไอตาในนาดังถาเจืองเมื่อกูนี่บานจ้อนเฉลีเนียกสำหรับปันมาเนียกเฮยโลสวิสบานกอดสำคอขึ้นถาขยมกำปงสำเลังมือเจืองระบ่อเนียงเฮยจงมอดระบ่อเนียงเยี่ยมตาบุร้องมันนี่จะมันนึกวิกฤตจริตแมนเต้กำลังนัวกวยสับเขิมนะโดยพยักพะอัลเนียงบานดอกเจืองระบ่อเนียงเจ้งดอยมันดังครวนขยมสลับแต่เปลือกกำลังเฮยจุดจื้อตัวมูระบ่อเนียงโจตะกรองตึกตรำกรองตึกกระดาวเด็กกำปงเชโลสวิสบานสไลด์โดยการจุดจับเวกำปงเชขยมเลออนไอน์สกวดเป็นนี่ยี่เนียงบานตอดขยมแต่ละใดกำพังระบ่อเนียงบานชับแช่หลังเนียงบานจวนเลยตรงขยมเพลี้ยมหอยสัวทาตาขยมกำปงแต่ประชังหนึ่งพีเยี่ยมสองศึกเนียงโดยเจตนาเลือดไปเครื่องตึกมุกเครื่องสำบาระบ่อโลสวิสขยมไซด์ตาเนี่ยมันบานสมออกขยมช่วยแองเลี้ยงเชืองเตอโดยคืนมุกรุเอกระทมุกขยมเนียงก็สำหรับจุดปุ่งเรียนไม่เรียนมวยดอกขยมเนี่ยมันได้กีตาทั้งไงน้ำมวยในหนังตรุนอย่างจวนเต้เมียนเต้ตัวชนิดตาเนี่ยเป็นอารมณ์อย่างน่าแล้วนี่เนียงปลายกำลังบนติ๊กหามุกระบบขยมปลายจิกระหอมเราเป็นเนาะเนียงเอ้ยจุดดอกเจียงไปขยมโลสวิสแรกดอยตระเจียกขยมจังเนืองแท้ในไอตรุมตัวบ้านระยะปีเป็นแม่นโดยเฉพาะขยมดอยมันสตักสเตอร์ก็จับเจืองระบบโลสวิสดอยบางฮันส์นำยำดอกอักรอกออกคุณพระองค์สำหรับรางวัลระบบพระองค์ขยมมันดอยซีเจียงเนี่ยครองชีวิตระบบขยมเต้เนียงพญาพร้าวเป็นตัวปีลือโดยเฉพาะตาวอยากจองทัวร์ไว้มนไปเนียงอันนี้เยชอบขยมมันคำทมิงซอไม่หมดอาหารบันเทิงแบบนี้กระยำเนี่ยเฉาขยมตรุตันเยธาเป็นตัวปีเลี้ยงสะอาดวิวสะอาดเวียเมงเคลนล้อนะเนื้อวินาทีบรรทบสำเร็จสลายโดยชื่อจับระบาโลสวิสบ้านมาลือลางเปียไปบันตีเนี่ยแดงมูลขยมหนึ่งสำหรับเนี่ยเนื้อปรึกบรรทบโกนใส่แตงปีบันพญาลางมูลจวดพญาทมแต่โหตึกระบาเนียงให้เมื่อไต่หะโดยจีเงินชอลมะแฮดเอาไว้บ้านเชี่ยหยักดาวฝนไปหยักดาหาวแฮดเอาไว้บ้านเชี่ยเชิงระบาเนี่ยตระบันรมบรรทบหมักเนียงเงี่ยเมาสำเร็จเมื่อมุกห้ามระบาขยงแฮดเอาไว้บ้านเชี่ยมุกระบาเนี่ยขมาวหนึ่งคิวบรรทบไปเอียงแตงปีนิเยธาเวียมินเอาไว้ม้วนจับดามบงเวอคู่ขบาตัวระบาเนียงบรรทบหมักมินกะดังพลิมให้เลือกได้ตัวระบาเนียงดอยรำเพิ่มเนี่ยเพราะเฮ้ยชื่อกำปงเลียงเกมสบายๆโดยมีนม้วนแมนเตม้วนชกโจล่มได้เคยถึงมุกช็อตลงระบบออนสเตรเนียงโนอานิเยมันเจนก็เมงสามัญมันยะแมนโลสวิสบานปลุกฟดามน้องคิงดาเล่นกระนงส่วนฉบาบนใต้เย็นบานรักษากำเลียดมือจำนวนให้มันบานนิเยเอาไว้ไม่มัดลอยสตรีบำราวเนียงปีเนี่ยบานมือไปจมง่ายมาจากการสตรีนังประอังมาจากเฮเซย์กำปงนัดฉุกกันเนี่ยไปแต่ให้เอาไว้บานเชเวียมินอารมณ์ท่าประการนานังประอังมาจากเฮเซย์หาด้วยที่มันสกอร์กันเนี่ยฉบาเทรือก็ไม่เยมันสมแฮดพอไซตีเกมีพเนียงต่อยปีอองรุ่ยเฮยตาเต้มันสกอร์กันเนี่ยได้ระบิบนะ
มูลหะที่ยังคล้ายชื่อแบบนี้คือเดซ่าแต่คลามองมุนโลกสวิสบ้านพุทธตามสมเอาเขียมดาเลนช่วยเนียงเขียมเป็นการพยักเปล่าอย่างพลังเหตุเพราะระบอเนียงที่รักษารูปเพศมันฟดระบอครูสาได้ชอบสำรองกันเนี่ยและจงพกในข้างกล่าวเฮ้ยนี่ก็บ้านนี่ใหญ่ค่ะในชีเอาไว้ได้เขียมกัวทัวบรรดาเขียมแต่งแต่มีอารมณ์ค่ะมีเอาไว้มวยมันตรำตรึช่วยเนียงจะธรรมดานี่มันได้พุทธปลังกุนุดแบบนี้แต่เนียงไอ้ถั่วแล้วเด็กข้างในบ้านเทแต่มันนึกสมานการนัดจูบระบอยังเตรกลเสรตั้งปื้ระบอยังเคยมวลบ้านต่อชาวด้วยอารมณ์คอกจิตท่าปาเลยงงนัดก่อนมันไอ้กันได้ขึ้นในบ้านเทมูหนึ่งช่วยผู้กอดตอนนี้แบบนี้เนียงก็กับขันดับได้ระบอเนียงอย่างแน่นรู้จดเตยทุกคนผู้เกณฑ์มันแอน้องอามันตอนนี้ชอบระยอกระบอเนียงพองเปรี้ยมูลรถเตยจำไงมายังมีขับให้เคยทายชีมูลกำปงรถเหมาะอย่างสบายเรียคิงบันสูมูลโดยจอดหนึ่งชัวปีเนียงเหมาะดอที่นี่บานอย่างน่าเป็นท่านนี้มันนี่เอาไปเตชักได้ยำหนึ่งได้ลอสวิชดอได้ชเวนสดาระบอเนียงให้เป็นตัวเหมาะดักเวียโจเนี่ยบานหนึ่งมากโคตรกันได้คินี่แบบนี้คินี่ให้ได้เตมุกเป็นตัวปีนี้รู้นี่ก็หลุดเชนที่รูปอุนซีระบอเนียงลิงคิมันไอช่วยเอาไปบานครอบปีเชิงท่ามูลบานเรียนทั้งนี้ปีหยานาหนูแอบบานจำยกคลางโตระบอุนซีเนียงเลยมุกระบอเนียงอย่างปัจจุบันเถื่อวีโดยเจตนาแมนวูมันนี่ยิมก็ค่อยคิมันเถื่อวีมันต้องเตะบนซีสมนังเวียโตได้ในตัวได้โดนลอสวิชบานกันได้เนี่ยดูจิจารณ์เอลิสติกหกเรื่องคิมปีบานกบาระบายมุกตัวระบลอสวิสปราจีก็ต่อยังกันได้ขี้แบบนี้เติงนี่ประหารเฉลิมที่มวยหายได้เนียงกันได้บรอขนมระยะปีร้อยชนำในชีวิตระบเนียงทั้งนี้เนียงหักโดยชีตันพลนเชียงมุนได้ถวายขี้มันซ้ำมันติปัญตาเนียงกระถาขี้มเตรบานเนียงกรุบกรองเหล่านี้ยังจุสมรงขี้หายขี้มันตอนซ้ำนังเวียเตในปีนี้โกนใส่แต่งปีกำปงสังเกตมือโดยสมงัดปีกรอยดำเชื่อมวยยิ่งอย่างฝ่ายแอมและแฮมโลสวิสแต่งแต่เชียมหากษัตริย์ในจุมพมุกเงดเตkhiếnมันได้กระทาเนียงหนึ่งเต๋อบานแจ้อิติโปดอยเรื่องตุ้ยตากโดยชีคากันได้กันนี้เนาะเตประหารชีรูปเพียบระบานเนียงเชียมาได้ดอตึงรึงก็ดอยซาแต่เนียงมันดึงปีระเบียบโจตัวจัดคนโกนระบานเนียงได้khiếnบานสู้เนียงถาแฮดเอาไว้บานจะเนียงทั่วเอาคุณสรีแตงปีระบานเนียงหาวเนียงธรรมะโดยปตอโลสวิสรุนจันเจ้าถ้ามีปัญหาได้khiếnบานปรับเนียงถายงตามวิธีหาวธรรมดาป้าตระบานกูปกกองจิมวยมักมุนแตงแต่หาวเข็มทับป้าปันใต้หาวเนี่ยทำมักได้เธอเอาพวกกี้หักโดยเชียนในช่างไงเป็นเนี่ยบันทึกโลสวินี่ใหญ่โดยสำเนียงติดท่ามักหนึ่งมักเท่าไปจิมเมียงพิบเขากันนี่ทมบันเตโดยช่างไงขยมยิมหอยผนอจิมวยเนียงดอรามหน้าเนี่ยอนุญาตเอามัวหนึ่งโนอาพระประดูอาศัยฐานระบอบพวกกี้ตัวเจียมมักสมัยถ้าเธอกี้เหมือนฉันแต่จ้องในจุดไหนจึงเป็นนี้ได้หรือเตตึงมุกระบอบโลสวิเพลียมนุบานปัญญาทาเนียงโยลหายขยมนังสักระบังเวียนไปกระร้อยดอยใหญ่ด้วยชนะเนียงเตียงขยมเติมมุกเพลียมนุเนียงบานสัวเขียมท่าตาขยุมนึกเตะได้หรือเดปันท้ายเนียงมันอาจเอาเขียมตระลับตัววิ่งบานเตปันท้ายเมียงเอาไว้มุ้ยได้อาจบังบัดการนึกเทศบอกเขียมเป็นมกดอทเวียแคล้งเนื้อปีกรอยตีสการักโลสวิสบานยกสายซอมอีกสายเจนดอยนิยท้าวีในคางขนมแคลงดอยเคยติดเดียบเนื้อปีมุกขยมบานล้นหมอท่านี่เจอกำนบตรอบระบอเนียกขยมบานปีนึดมือสายได้ผลึกอย่างประนึดดอยปรงระยัดแผนกระบอกขยมพลึประสันบาเรื่องนี้ในโครงจักรภพเวื้อหนึ่งโลบานอย่างเฮานะกะเมียกรอบร้อยปอนโลสวิสบานปัญญนท่านี้จีกสายได้จิโดนระบอกขยมบานเอาขยมสำหรับพิธีเป็นไว้ระบอกขยมเขียมมีอารมณ์ดูจิเขียมกงปงสบันแต่เนี่ยปัจจัยเอาไว้หมกขยมเมนเตปนใต้เพลียมเนไปเดเขียมปักหมกสวัสดิ์ทิพย์สำเร็งซับพิงตรือบานหรือนิมิตสัญญาเนียกดอทุ่มมวยบานเล็กล้างเดกรอมเชื่องระบอกขยมเขียมบานส่วนเนียงเพลียมฐานเนียงบันเถื่อไว้โลสวิสบานบังไฮสนามยิมดอโจกใจเขียมบานชอบนิมิตสัญญาเนียกบังเกินกุนหลังคณะเตอหนึ่งเต้ในเครื่องเสาะระบอกเนี่ยในประเด็นเนี่ยไปเครื่องเสาะวิไอถือบานเถื่อเอาสักกัมขยมยังอารมณ์เพลียมฐานนิมิตสัญญาเนียกบางเดตรงระบอกขยมกันแต่เหมือนสงบจีกุมโฮชกงมวยนิสรีโต้ดอกกู้ไอสอบเพิ่มอย่างนั้นก็ได้โลสวิสกรันเตยยิมโดยเมืองยี่นิมิตสัญญาเนียปีบทปีเสาถ้วยดองเนียงลุดจงกงจบยืดให้เลือกจงคาระบบเนียงโดยได้ระบบเนียงแนะสำหรับเนียจิตติสระลันระบบขยมแต่ในไอตรามโตรวิบานเตโลสวิสนะเจมวยหนึ่งการเตี้ยกลมเพลียงเนียงบานรุ่นขยมดาวเลือได้เรียงกายขยมมันไอกำเริกบานแต่งสรงโลสวิสยุ่มจุ่มเนียงสำได้ระบบขยมมันอ่อนเตแมนเตขยมมันไอตุบต้นหนึ่งการสไลด์ได้เนียงถาแต่เรื่องเตียงอ้อได้แนะในอีหมกเคียงไงนี้คลายเตแนะโดยขยมได้แนะมันได้เคยอปุมาได้ระบบเนียแนะหนึ่งอนุญาตไอเมินหนึ่งโนอาให้เนี่ยทำมักหนึ่งกันใดก็เนี่ยเตี้ยตัวใบจีวีมันแมนจีเลือกดำบงได้จีเนี่ยจีเซเนียก็ดอยขยมสเตอร์แต่ไอตรอมโตรหนึ่งไก่เบ้าปลาระบบหนึ่งบานเรื่องแตงนู้จีเรื่องปัดปันตาเวียเหมือนปาปอดาวไว้เด็กขิมเฮียบหนังถือจงปุกแนกแท้แต่ณบ้านในใหญ่เอาไว้มาการขิมหมุนนี้แต่ณมันบ้านในใหญ่ทาขิมโจจัดชินเนเทหรือตีบันปดเวจอบพอยเนียงบ้านเก่าซาหมกเรื่องรู้เมืองมัดนึ่งสังหาระบบขยมโดยสงัดขยมมันไอตบตัวหนึ่งกาสูเนียงจ้าตาเนี่ยจ้องทั่วไว้
អ្នកនៅតែស្អាតដូចពីឆ្នាំមុនដែរស្លាកស្នាមនៅលើមុខរបស់អ្នកបានរសាត់បាត់បន្តិចប៉ុន្តែវាបានបន្ថែមភាពស្រពោននិងភាពប្រែប្រួលបន្តិចដែលធ្វើឲ្យអ្នកមើលទៅដូចជាបរិះពេញវ័យពេលនាងនិយាយនាងបានខ្ទប់មុខតូចរកខ្ញុំការប៉ះពាល់ដ៏សាមញ្ញនេះបានធ្វើឲ្យភឿងឆៃយ៉ាងជ្រៅនៅក្នុងខ្លួនខ្ញុំរួចទៅហើយខ្ញុំកាន់យកហេតុផលចុងក្រោយរបស់ខ្ញុំដោយអស់សង្ឃឹមហើយងាកទៅវិញប៉ាព្យាយាមធ្វើឲ្យខ្ញុំអាម៉ាស់មុខម្ដងទៀតខ្ញុំមិនចាញ់ល្បែងរបស់អ្នកម្ដងទៀតទេនាង Louis ស្រមុកតិចអ្នកឆ្លាតលឿនម្លេះពេលឮទៀតទាំងនោះមកខ្ញុំក៏ងាកក្បាលទៅមើលនាងដោយមិនដឹងខ្លួននាងញញឹមលេង រាងកាយរបស់អ្នកមិនល្អដូចពីមុនទេរាងកាយរបស់អ្នកមិនល្អដូចពីមុនទេរាងកាយមិនល្អដូចមុនទេមិនល្អដូចមុនទេដូចមុនព្រឹកបន្ទាប់ខ្ញុំភ្ញាក់ពីដំណេកដោយសារសំឡេងគូទ្វារខ្ញុំស្លៀកពាក់ហើយទៅបើកទ្វារដោយគិតថាជូមីយ៉ាន់ប៉ុន្តែនៅខាងក្រៅពិតជា Louis និង Noah ព្រមទាំងកូនស្រីដ៏រឹងរូសរបស់នាងពេលមើលរង្វង់ភ្នែកខ្មែររបស់ខ្ញុំ Louis បានស្វាគមន៍ខ្ញុំដោយគួរសមថាមើលទៅដូចជាអ្នកមិនបានគេងលក់ស្រួលកាលពីយប់មុនទេខ្ញុំខំធ្មេញដោយកំហឹងមែនទេដោយសារតែអ្វីដែលអ្នកនិយាយ Louis មានទឹកមុខរីករាយខ្ញុំមិនចាំទេ Noah តូចមើលមុខខ្ញុំពីក្រោយមិនអាចជួយអ្វីបានក្រៅពីតអងតអាយកង់ចិត្តថាតោះទៅម្ដងទៀតខ្ញុំមើលទៅ Louis មានរឿងអ្វីតើ Noah មិនបាននិយាយកាលពីប៉ុន្មានថ្ងៃមុនថានាងចង់តែមានយុគឋាននាគវ័យក្មេងនៃសាលា Saint He ទេឬសាលានេះមានការប្រឡងចូលរៀនយ៉ាងតឹងត្រឹងចាប់ពីថ្ងៃនេះទៅអ្នកនឹងបង្រៀន Noah ឲ្យបានត្រឹមត្រូវអំពីចំណេះដឹងអំពីពូជនាគដោយយល់បែបនេះនាងបានផ្អៀងមកចិត្តត្រជាគ្មាននឹងស៊ើបថាយ៉ាងណាមិញដោយសារតែស្ថានភាពរាងកាយបច្ចុប្បន្នរបស់អ្នកអាចចូលលំចំណែកបានតែនិវិស័យផ្សេងទៀតសម្រាប់ពេលនេះប៉ុណ្ណោះឬបែបនេះខ្ញុំខឹងខ្លាំងណាស់ម្សិលមិញខ្ញុំមិនស្រួលខ្លួនខ្ញុំពិតជាឲ្យ Noah ប្រឡងជាប់មែនប៉ុន្តែដូចគ្នាដែរខ្ញុំចង់ដូរវាជាមួយអ្វីដែលមានតម្លៃស្មើគ្នាពីអ្នក បន្ទាប់ពីគិតមួយសន្ទុះ Louis ក៏បានធួសម្បត្តិទានខ្ញុំអាចយល់ព្រមតាមរឿងនោះបានប៉ុន្តែសំណើរបស់អ្នកមិនអាចហួសហេតុពេកទេវាជាកិច្ចព្រមព្រៀង Louis ញញឹមដោយពេញចិត្តហើយក្រវីដៃលាបើដូច្នោះអ្នកទាំងពីរខំរៀនទៅមុនពេលចាក់ចេញនាងបានបន្ថែមពាក្យមួយទៀតថាកុំហត់ពេកនាងតើអ្នកនឹងឈប់ទេបន្ទាប់ពី Louis ចាក់ចេញ Noah មានការងឿងឆ្ងល់បន្តិចហើយអ្វីបានជាអ្នកឆ្លុះជាមួយម៉ាក់យើងមិនឆ្លុះទេគ្រាន់តែជាការជជែកគ្នាជារៀងរាល់ថ្ងៃចាំបន្តិចតើអ្នកទើបតែហៅនាងថាអ្វីខ្ញុំមិននឹកស្មានថា Noah បានបដូរអាសយដ្ឋានរបស់នាងទៅជាម៉ាក់ទេភ្នែករបស់ខ្ញុំភ្លឺឡើងហើយខ្ញុំបានលុតជង្គង់នៅចំពោះមុខ Noah ដោយរំភើបតើនាងបានសុំឲ្យអ្នកបដូរទៅហៅនាងបែបនោះវិញទេតើអ្នកចូលចិត្តអាសយដ្ឋានចាស់ឬថ្មី Noah បានឆ្លើយយ៉ាងម៉ឺងម៉ាត់ថាម៉ាក់ខ្ញុំបានប្រាប់អ្នកហើយថាអ្នកប្រកាសជាចូលចិត្តវាទោះបីជានាគនេះមានល្បិចកលបន្តិចក៏ដោយក៏ប្រសិទ្ធភាពរបស់វានៅតែមាន Noah បានសម្លឹងមើលមកខ្ញុំដែលស្រាប់តែមានអារម្មណ៍សប្បាយចិត្តដែលមិនអាចពន្យល់បានហើយមានអារម្មណ៍ស្រឡាញ់ដូចឪពុកនៅក្នុងចិត្តរបស់នាងបន្ទាប់មកនាងបានរត់យ៉ាងក្រអឺតក្រទមតើយើងអាចចាប់ផ្ដើមរៀននៅពេលណា Noah បន្ថយល្បឿនរងចាំខ្ញុំយើងបានស្នាក់នៅក្នុងបន្ទប់សិក្សារបស់កុមាររហូតដល់យប់ជ្រៅនៅពេលនេះ Louis បានដាយចូលទៅក្នុងបន្ទប់អូនៅតែមិនតន់ងងឹតគេងយប់ជ្រៅមែនទេខ្ញុំបានឆ្លើយដោយស្ងប់ស្ងាត់ថាដោយសារតែ Noah មានសមត្ថភាពខ្លាំងនៅក្នុងការរៀននិងយល់ការបង្រៀនសាមញ្ញនេះលែងស័ក្តិសមសម្រាប់នាងទៀតហើយខ្ញុំមានគម្រោងរៀបចំចំណុចចំណេះដឹងសំខាន់រួមផ្សំជាមួយសំណួរតេស្តដើម្បីបង្រៀននាងសូមអរគុណសម្រាប់ការផ្ដល់កំណើតឲ្យកូនស្រីរបស់យើងដ៏ឆ្លាតវៃដូច្នេះខ្ញុំមានទំនុកចិត្តក្នុងការធ្វើឲ្យនាងប្រឡងជាប់ក្នុងរយៈពេល1ខែ Louis សើចចំអកនោះជាមិនរួចទេ Noah យកខ្ញុំទៅខ្ញុំមានការភ្ញាក់ផ្អើលបន្តិចបន្ទាប់ពីឮរឿងនោះមិនចាំបាច់ជាការពិតទេខ្ញុំធ្លាប់ជាទេវកោសរសម្រាប់នាគដែលបានបញ្ចប់ការសិក្សាដោយទទួលបានចំណាត់ថ្នាក់លេខ1ទាំងការប្រឡងសរសេរនិងប្រឡងជាក់ស្ដែងជារៀងរាល់ឆ្នាំដោយឈ្នះអាហារូបករណ៍កម្រិតខ្ពស់បំផុតទាំងអស់នៅក្នុងសាលាបន្ទាប់មកខ្ញុំបានសម្លឹងមើលទៅក្នុងភ្នែករបស់ Louis ដូច្នេះព្រះមហាក្សត្រតើព្រះអង្គបានឈ្នះជើងឯកអ្វីខ្លះ Louis ញ័រមាត់និយាយមិនចេញនាងពុតទីមិននឹកស្មានថាខ្ញុំជាសិស្សពូកែនោះទេនាងតែងតែគិតថាខ្ញុំគ្រាន់តែជាមនុស្សប្រៃផ្សារម្នាក់ដែលដឹងតែពីរបៀបប្រយុទ្ធប៉ុណ្ណោះប៉ុន្តែនាងក៏មិនដែលសរសើរខ្ញុំនៅចំពោះមុខខ្ញុំដែរប្រឈមមុខនឹងសំណួររបស់ខ្ញុំ Louis បាននិយាយយ៉ាងស្រាលថាអស្ចារ្យណាស់បើដូច្នេះតើអ្នកនៅតែខ្លាចជាឆ្លើយរបស់ខ្ញុំដោយរបៀបណាពាក្យសម្ដីនេះបានបំបែកការប្រកាន់ខ្លួនរបស់ខ្ញុំដោយផ្ទាល់វាជាការពិតថាកំហុសមួយជំហានអាចនាំឲ្យមានការសោកស្ដាយជារៀងរហូត
ខ្លាដែលធ្លាក់ចូលទៅក្នុងដីរាបស្មើអាចត្រូវបាននាគធ្វើរបាបលោកវីសោចចំមកហើយយកដៃខ្ទប់មាត់តូចរបស់នាងអ្នកប្រហែលជាត្រូវបាននាគជីភ្លាមនោះភ្នែករបស់នាងបានកត់សម្គាល់ឃើញមកទេពណ៌លឿងនៅលើតុនាងមិនអាចទប់ចិត្តបានក្រៅពីងឿងឆ្ងល់ហើយសួរខ្ញុំថាខ្ញុំកំពុងធ្វើអ្វីជាមួយវាខ្ញុំបានប្រាប់នាងថាខ្ញុំយកវាពីផ្ទះបាយដើម្បីជួយខ្ញុំឲ្យភ្ញាក់នេះជាមកទេពណ៌លឿងរបស់នាងមនុស្សដូចញាក់ប្រហែលជាមិនអាចទ្រាំទ្រនឹងវាបានទេមុនពេលនាងអាចនិយាយចប់ខ្ញុំបានកម្មវារួចហើយនឹងទំពាវាមុខតូចរបស់ខ្ញុំឡើងក្រហមភ្លាមអារម្មណ៍រំញួយពីមទេសដ៏ចម្លែកនោះគឺដូចជាមាននរណាម្នាក់បានយកធ្យូងក្តៅដាក់ក្នុងមាត់ខ្ញុំហឺណាទឹកតើមានទឹកនៅទីនេះទេខ្ញុំបានស្វែងរកពេញបន្ទប់កុមារប៉ុន្តែរកមិនឃើញលោកសវីស្រាប់តែយកដៃទាំងពីរមកអោបមុខខ្ញុំបង្ខំឲ្យខ្ញុំងាកមកមើលនាងវាធ្វើឲ្យមុខតូចរបស់ខ្ញុំកាន់តែក្រហមនាងមើលមកខ្ញុំដោយខ្មាក់អៀនបន្តិចដៃខ្ញុំត្រជាក់ជាងនេះវានឹងធ្វើឲ្យញាក់កាន់តែស្រួលចុងម្រាមដៃរបស់នាងត្រជាក់និងស្រស់ស្រាយកន្លែងដែលពួកគេប៉ះពិតជាមានប្រសុខភាពណាស់មិនមុតនិងរំញួយតូចតកក់ទីប៉ុន្តែជាភាពត្រជាក់ស្រាលមិនយូរប៉ុន្មានខ្ញុំបានថ្លែងអំណរដល់នាងមាត់ខ្ញុំឡើងមានអារម្មណ៍ហឺទៀតហើយលោកស្វីសបានដកដៃចេញប៉ុន្តែបរិយាកាសនៅពេលនេះហាក់ដូចជាឆ្កង់ខ្លាំងណាស់ជាចុងក្រោយនាងបានងាកចេញដោយមោទនភាពចាំថាត្រូវសម្រាប់មុនកុំញ៉ាំម្ទេសច្រើនពេកប្រសិនបើមាត់របស់អ្នកខូចដោយសារគ្រឿងទេសអ្នកនឹងត្រូវប្រើភាសាសញ្ញាដើម្បីបង្រៀនណូអាពេលឃើញនាងចាក់ចេញទៅវិញគំនិតចម្លែកមួយបានចូលមកក្នុងគំនិតខ្ញុំពិតជាចង់ឲ្យលោកស្វីសប៉ះមុខខ្ញុំបន្ថែមទៀតគ្រាន់តែគិតអំពីវាគឺវានោះថ្នាំមួយប្រភេទដែលមានឈ្មោះថា Dragon Vigor បានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំបន្ទាប់ពីអានពីប្រសិទ្ធភាពរបស់វាភ្នែករបស់ខ្ញុំក៏ភ្លឺឡើងនេះជាវានៅថ្ងៃបន្ទាប់ខ្ញុំបានបញ្ចប់ការដាក់ពិន្ទុលើសំណួរតេស្តរបស់ណូអាពិន្ទុពេញគឺ100ទីមើលថាអ្នកបានប៉ុន្មានណូអាបានឆ្លើយថា50ខ្ញុំសម្លឹងមើលនាងដោយក្តីរីករាយវា60ខ្ពស់ជាងអ្វីដែលអ្នករំពឹងទុកបន្តិចដោយមិននឹកស្មានដល់ណូអាបានក្តាប់កណ្ដាប់ដៃតូចៗរបស់នាងដោយកំហាំងខ្ញុំមិននឹកស្មានថានាងមានការរំពឹងទុកខ្ពស់ចំពោះខ្លួនឯងនៅអាយុដែលនាងគួរតែលេងដោយគ្មានកង្វល់ដូចមើលនោះទេនាងបានផ្ដួចផ្ដើមសុំទៅសាលារៀនខ្ញុំបានអង្អែលក្បាលនាងដោយទឹកមុខស្រឡាញ់អ្នកទទួលបាន60ពិន្ទុនៅការសាកល្បងលើកដំបូងរបស់អ្នកវាគួរចាប់អារម្មណ៍រួចទៅហើយនាងវ័យក្មេងដែលមានអាយុដូចអ្នកនឹងមិនដែលជួបប្រទះនឹងការសាកល្បងនៃការលំបាកនេះទេវាពិតជាពិបាកណាស់ណូអាខ្សឹបពាក្យពីរម៉ាត់ថាពិតមែនទេបន្ទាប់មកចូលយើងផ្ដោតលើសំណួរខុសទាំងនេះប៉ុន្តែភ្លាមនោះខ្ញុំមិនអាចឈប់ក្អកបានទេសុំទោសណូអាតូចរងចាំមួយផ្លែតវាប្រហែលជាម្ទេសច្រើនពេកដែលខ្ញុំបានញ៉ាំកាលពីយប់មិញដែលធ្វើឲ្យបំពង់ករបស់ខ្ញុំមិនសប្បាយណូអានឹកឃើញពីអ្វីដែលម្ដាយរបស់នាងបាននិយាយទៅកាន់នាងនៅព្រឹកនោះថាតើឪពុករបស់អ្នកកំពុងរៀបចំផែនការសិក្សាបែបណាសម្រាប់អ្នកកាលពីយប់មិញក្មេងអាក្រក់នោះទោះបីជាគាត់ជាធម្មតាមើលទៅមិនគួរឲ្យទុកចិត្តក៏ដោយគាត់ជាសិស្សពូកែម្នាក់ប៉ុន្តែគាត់បានស៊ីម្ទេសលឿងពិសេសរបស់ត្រកូលនេះកាលពីយប់មិញដើម្បីឲ្យគាត់នៅភ្ញាក់វានឹងចម្លែកប្រសិនបើបំពង់ករបស់គាត់ល្អណូអាបានលូកដៃចូលក្នុងហៅប៉ោតរបស់នាងរួចយកប្រអប់ថ្នាំអុំបំបត្តិអាការៈឈឺបំពង់កនាងមួយប្រអប់ចេញមកនេះសម្រាប់កូនថ្នាំអុំបំបត្តិការឈឺបំពង់កខ្ញុំស្រឡាំងកាំងមួយសន្ទុះដោយមិនជឿអំណៅសម្រាប់កូនមែនទេម៉ាក់ផ្ញើវាមកកូនមិនមែនក្រៀមទេខ្ញុំញញឹមបន្ទាប់ពីឮដូច្នោះបាទដូច្នោះសូមជួយអរគុណម៉ាក់របស់កូនផងក្មេងនេះក៏ដូចលោកស្វីសដែរទោះបីជានាងហាក់ដូចជាត្រជាក់នៅលើផ្ទៃក៏ដោយតាមពិតនាងមិនពូកែបង្ហាញអារម្មណ៍របស់នាងទេខ្ញុំបានលេបថ្នាំអុំបំបត្តិការឈឺបំពង់កហើយចាប់ដើមបង្រៀនណូអាខណៈពេលកំពុងបន្ធូរបំពង់កទំនាក់ទំនងឪពុកកូនស្រីរបស់យើងបានឈានមួយជំហានទៀតកាន់តែខិតជិតមកដល់វាបានបង្ហាញថាបន្ទាប់ពីខ្ញុំបានរកឃើញអាហារបំពន់ដ៏អស្ចារ្យ Dragon Vigor នៅក្នុងសៀវភៅឱសថខ្ញុំបានណែនាំអ្នកបម្រើនាគ2នាក់ឲ្យយកសម្ភារៈឱសថដែលខ្ញុំកំពុងស្វែងរកទៅផ្ទះបាយខ្ញុំក៏បានសុំឲ្យពួកគេយកសម្ភារៈឱសថដែលមិនពាក់ព័ន្ធមួយចំនួនផងដែរដើម្បីកុំឲ្យនរណាម្នាក់ទីថាខ្ញុំនឹងធ្វើអ្វីនោះទោះបីជាសម្ភារៈសម្រាប់ផ្សំ Dragon Vigor គឺជារឿងធម្មតាហើយជំហានចម្រើនមិនស្មុគស្មាញក៏ដោយសៀវភៅឱសថបាននិយាយថាសូម្បីតែសម្រាប់ឱសថការីនាគដ៏ឆ្នើមក៏ដោយអត្រាជោគជ័យនៃការបង្កើត Dragon Vigor
គឺទៀបណាស់ប៉ុន្តែវិធីនេះมันអាចប្រៀបផ្ទឹមនឹងសិតពូកែដូចខ្ញុំទេដំបូងខ្ញុំកិននឹងលាយសារធាតុឱសថដែលត្រូវប្រើរួចដាក់វាចូលក្នុងឆ្នាំងតាមលំដាប់និងសមាភិបដើម្បីដាំឲ្យពុះប៉ុន្តែបន្ទាប់ពីព្យាយាមអស់រយៈពេលជាច្រើនម៉ោងខ្ញុំនៅតែបរាជ័យវាមិនសាមញ្ញដូចខ្ញុំគិតនោះទេខ្ញុំច្បាស់ជាបានអនុវត្តតាមវិធីសាស្ត្រក្នុងសៀវភៅច្រើនដងមកហើយប៉ុន្តែរាល់ពេលខ្ញុំបរាជ័យនៅជំហានចុងក្រោយនៃការបន្សុទ្ធនិងញែកថ្នាំសៀវភៅឱសថបានពណ៌នាអំពីវិធីបំបែកនៅសីតុណ្ហភាពខ្ពស់ប្រសិនបើសីតុណ្ហភាពខ្ពស់ពេកវានឹងធ្វើឲ្យថ្នាំคล้ายទៅជាអសកម្មហើយប្រសិនបើវាទាបពេកវាមិនអាចទៅបានទេដើម្បីស្រង់ថ្នាំសុទ្ធខ្ញុំមិនអាចសម្រេចបានប្រសិទ្ធភាពបំបែកត្រឹមតែអង្កល់វាដោយដៃនោះទេក៏មិនមានឧបករណ៍វិជ្ជាជីវៈនៅទីនេះដែរគ្រូរបស់ខ្ញុំតែងទៅថាប្រសិនបើផ្លូវមួយរលាក់ផ្លូវបានសូមស្វែងរកផ្លូវផ្សេងនៅពេលដែលខ្ញុំកំពុងគិតអំពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពផ្សេងទៀតសម្រាប់ញែកថ្នាំដែលមានមេឃនៅខាងក្រៅបង្អួចស្រាប់តែភ្លឺចែងចាំងដោយផ្លៃបន្តនិងផ្គួរលាន់វាមើលទៅដូចជាភ្លៀងនឹងធ្លាក់ឆាប់ៗនេះខ្ញុំបានទៅបិទបង្អួចខួរក្បាលរបស់ខ្ញុំនៅតែគិតអំពីផ្លៃបន្តនិងផ្គួរលាន់ខ្ញុំចាំថាគ្រូគីមីវិទ្យារបស់ខ្ញុំធ្លាប់បាននិយាយថាការធ្វើអេឡិចត្រូលីសនៃភាពមិនបរិសុទ្ធជួនកាលមានអត្រាជោគជ័យខ្ពស់ជាងការដុតនំដោយភ្លៀងប្រហែលជាខ្ញុំអាចសាកល្បងបង្សុទ្ធជាមួយធាតុផ្គួរលាន់ដែលមិនត្រូវបានរៀបរាប់នៅក្នុងសៀវភៅលើសពីនេះខ្ញុំពូកែខាងវេទមន្តធាតុផ្គួរលាន់ទោះបីជាអំណាចវេទមន្តរបស់ខ្ញុំបានជាសះស្បើយបន្តិចបន្តួចក៏ដោយវាគ្រប់គ្រាន់សម្រាប់ការវេបកាត់ដ៏ល្អបែបនេះ30នាទីក្រោយមកកម្លាំងនាគត្រូវបានខ្ញុំកែលម្អយ៉ាងពិតប្រាកដខ្ញុំពិតជារីករាយណាស់ខ្ញុំមិននឹកស្មានថាថ្នាំនាគងាយស្រួលកែលម្អយ៉ាងនេះទេប៉ុន្តែនៅពេលមុននេះបានមកដល់ផ្ទះបាយសម្លឹងមកខ្ញុំដោយក្តីរំភើបប៉ាតើប៉ាកំពុងធ្វើអីតើស្គរគ្រាប់នោះនៅក្នុងដៃរបស់ប៉ាឬខ្ញុំភ្ញាក់ផ្អើលមួយសន្ទុះរួចក៏អង្អែលក្បាលនាងយ៉ាងលឿនហើយប្រាប់នាងថាវាមិនមែនអីទេនេះមិនមែនស្គរគ្រាប់ទេវាជាថ្នាំដែលប៉ាធ្វើអីម៉ាក់មុននេះស្រឡំមួយសន្ទុះរួចក៏ដកអារម្មណ៍លេងសាយចិនភ្លាមរួចសួរដោយក្តីបារម្ភថាម៉ាក់ឈឺទេខ្ញុំឃើញថាម៉ាក់ហត់ពេកហើយថ្មីនេះថ្នាំនេះសម្រាប់បំពន់រាងកាយកូនកុំបារម្ភអីមុននេះងក់ក្បាលដូចជាយល់ប៉ាត្រូវតែថែម៉ាក់ឲ្យបានល្អនោះជាអ្វីដែលប៉ាគួរធ្វើទោះបីជាខ្ញុំនិយាយបែបនេះទៅកាន់ម៉ូនីតាមពិតទៅបន្ទាប់ពីរាងកាយខ្ញុំជាសះស្បើយប៉ាប្រកាសជាធ្វើឲ្យនាងនោះទទួលខលមិនយូរប៉ុន្មានភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅប្រាសាទខ្ញុំដេកលើគ្រែវង្វេងនៅគំនិតព្រោះកម្លាំងនាគជាអាហារបំពន់របស់នាគហើយខ្ញុំមិនដឹងថាវានឹងមានផលប៉ះពាល់អវិជ្ជមានដល់ខ្ញុំជាមនុស្សឬអត់ប្រហែលជាខ្ញុំគួរទុកវាសម្រាប់ពេលនេះពេលខ្ញុំស្ទះស្ទឺស្រាប់តែមាននរណាម្នាក់ខុសទ្វារខ្ញុំប្រញាប់លាក់កម្លាំងនាគនៅក្រោមខ្នែងហើយនិយាយទៅកាន់លោកស្វីថាព្រះករុណាហេតុអ្វីបានជាព្រះអង្គនៅទីនេះនាងបានស្រមុំតិចហើយសួរខ្ញុំដោយផ្ទាល់ខ្ញុំបានឮពីមុននេះថាអ្នកបានធ្វើថ្នាំពិសេសមួយប្រភេទដោយសូកូឡាសម្រាប់ខ្ញុំដើម្បីគ្រប់គ្រងរាងកាយរបស់ខ្ញុំនិយាយមិនចេញមិនតិចពេលឮដូច្នោះអាវទ្រនាប់តុយរបស់ខ្ញុំបានលេចធ្លាយអាចកំបាំងយ៉ាងលឿនលោក Swiss បានដើរមកជិតដោយញញឹមគុំភ័យអីនាងមិនបានមកសួរខ្ញុំទេនាងគ្រាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្ញុំអាចចម្រាញ់ថ្នាំក្នុងបរិយាកាសសាមញ្ញបែបនេះតែអ្នកចម្រាញ់ថ្នាំអ្វីតែអ្នកអាចបង្ហាញខ្ញុំបានទេពេលនាងនិយាយនាងលាតដៃតូចរបស់នាងខ្ញុំស្តាក់ស្ទើរមួយសន្ទុះប៉ុន្តែនៅតែដកកម្លាំងនាគចេញពីក្រោមខ្នើយរបស់ខ្ញុំព្រោះទោះបីជាខ្ញុំនិយាយថាទេនាងនឹងប្រែមធ្យោបាយហិង្សាដើម្បីឆក់យកវាចេញលោក Swiss បានយកវាហើយសង្កេតវាដោយប្រុងប្រយ័ត្នដើម្បីអាចចម្រាញ់កម្លាំងនាគដែលមានគុណភាពល្អឥតខ្ចោះបែបនេះក្រោមលក្ខខណ្ឌទាំងនេះអ្នកពិតជាមានអំណាចខាងណាស់លីអូននាងញញឹមហើយចំអកថាតើពាក្យនោះយ៉ាងម៉េចដែរបុរសដែលមានទាំងអក្សរនិងដៃខ្ញុំភ្ញាក់ផ្អើលមួយសន្ទុះបន្ទាប់ពីនាងនិយាយចាប់នាងនេះមិនបានចំអកឲ្យខ្ញុំទេហើយមួយសន្ទុះខ្ញុំមិនសូវស៊ាំនឹងវាភ្លាមនោះសំឡេងរបស់លោក Swiss បានផ្លាស់ប្ដូរអ្នកអាចរក្សាទុកវាបានប៉ុន្តែអ្នកមិនអាចលេបថ្នាំនេះឥឡូវនេះបានទេដោយនិយាយដូច្នេះនាងបានបោះកម្លាំងនាគមកខ្ញុំបានសួរនាងថាហេតុអ្វីដែលមានការភ័ន្តច្រឡំខ្លះវាបានបង្ហាញថាកម្លាំងនាគជាអាហារបំពន់សម្រាប់នាគឥទ្ធិពលឱសថរបស់វាខ្លាំងពេកសម្រាប់រាងកាយមនុស្សសម្លេងរបស់លោក Swiss មានភាពមឺងម៉ាត់ណាស់ខ្ញុំសូមរំលឹកអ្នកដោយសប្បុរសថាក្នុងនាមជាមនុស្សអ្នកមិនអាចទប់ទល់នឹងអំណាចរបស់វាបានទេខ្ញុំបានដកកម្លាំងនាគចេញហើយសម្លឹងមើលនាងយ៉ាងមឺងម៉ាត់ចុះបើវាជាអំណាចរបស់នាគវិញខ្ញុំបានកម្ចាត់ស្ដេចនាគរាប់មិនអស់
ថ្នាំគ្រាប់ទុយមួយមិនអាចសម្លាប់ខ្ញុំបានទេមែនទេ Loswis ក៏មើលស្រាលជាង ពេលខ្ញុំនិយាយខ្ញុំដាក់កម្លាំងនាគចូលក្នុងមាត់ហើយលេបវាភាពក្លាហានគឺជាភ្លេងជាតិរបស់មនុស្សជាតិដោយសារតែខ្ញុំញ៉ាំវាលឿនពេក Loswis មិនមានពេលបញ្ឈប់ខ្ញុំមានអារម្មណ៍ក្តៅក្នុងពោះភ្លាមហើយលូតជង្គង់ចុះដោយកាន់ក្រពះរបស់ខ្ញុំអារម្មណ៍ក្តៅនោះរាវដាវពាសពេញរាងកាយរបស់ខ្ញុំភ្លាមLoswis នៅចំហៀងខ្លួនមានការថប់បារម្ភយ៉ាងខ្លាំងឯងស្គួតហើយវេទមន្តព្យាបាលរបស់ខ្ញុំមិនទាន់ស្ទាត់ជំនាញនៅឡើយទេឃើញខ្ញុំខំថ្មិញនិងស៊ូទ្រាំនឹងការឈឺចាប់ដោយគ្មានសម្លេងនាងដាក់ដៃលើចង្កេះខ្ញុំភ្លាមនោះថាមកពូនវេទមន្តក្តៅមួយបានហូរចេញពីបាតដៃរបស់នាងចូលទៅក្នុងខ្លួនរបស់ខ្ញុំនាងកំពុងព្យាយាមជួយខ្ញុំពន្យល់ពីប្រសិទ្ធភាពឱសថនៃថ្នាំគ្រាប់ម្យ៉ាងវិញខ្ញុំបានចាប់ការដៃនាង Loswis បានប្រាប់ខ្ញុំដោយក្តីបារម្ភកុំឲ្យរើមើលឲ្យចិត្តម្ចាស់ក្សត្រីនាគប្រាក់នេះគឺជាភាពក្លាហាននិងការតាំងចិត្តរបស់មនុស្សដៃដែលខ្ញុំកំពុងកាន់នៅលើទ្រូងរបស់ខ្ញុំបានផ្ទុះឡើងដោយពន្លឺអគ្គិសនីពណ៌ខៀវដូចខ្មោចមុខរបស់ Loswis ពោពេញដោយការភ្ញាក់ផ្អើលកំពុងប្រែមុនផ្កលុនលើខ្លួនរបស់គាត់តើគាត់កំពុងធ្វើអ្វីមួយសន្ទុះក្រោយមកពន្លឺអគ្គិសនីនៃមុនផ្កលុនលើខ្លួនខ្ញុំក៏រសាយបាត់បន្តិចម្ដងហើយខ្លួនខ្ញុំហៀបនឹងដួល Loswis បានទ្រខ្ញុំយ៉ាងលឿនដោយដៃរបស់នាងរួចយឺតឲ្យខ្ញុំដេកផ្ងាលើគ្រែឈួតមែនពេលនាងហៀបនឹងទៅរកគ្រូពេទ្យនៅវាំងប៉ុន្តែពេលនាងងាកមកភ្លាមនោះដៃរបស់ខ្ញុំក៏លូកចេញយ៉ាងលឿននិងចាប់កន្ទុយនាគរបស់នាងងាកក្បាលហើយឃើញខ្ញុំញញឹមវិលមុខភ្នែកខ្ញុំមើលមិនឃើញមុខខ្ញុំឡើងក្រហមបន្តិចពេលនាងហៀបនឹងស៊ូខៀងថាមានរឿងអ្វីខ្ញុំក៏អោបកន្ទុយនាងហើយជូតនឹងវាប្រពន្ធអើយឯងទៅណាមុខទុយរបស់ Loswis ប្រាជាក្រហមប្រពន្ធឯងជាអ្នកណាលេងខ្ញុំទៅពេលនាងនិយាយនាងព្យាយាមរុញមុខខ្ញុំចិនដោយដៃរបស់នាងប៉ុន្តែវាគ្មានប្រយោជន៍ទេខ្ញុំមិនលេងប្រពន្ធខ្ញុំទេ Loswis បានងាកក្បាលជ្រួញចិញ្ចើមហើយគិតថាកម្លាំងនាគមានឥទ្ធិពលតែពង្រឹងរាងកាយប៉ុណ្ណោះវាមិនគួរមានរោគសញ្ញាច្របល់ច្របល់ផ្លូវចិត្តបែបនេះទេតើវាអាចទៅរួចហើយដែលវេទមន្តធាតុផ្កលលាន់ទើបតែបានផ្លាស់ប្ដូរប្រសិទ្ធភាពឱសថប៉ុន្តែនាងបានឃើញថាមនុស្សល្ងងម្នាក់នេះមិនស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតជាបណ្ដោះអាសន្នដូច្នេះនាងគ្រាន់តែឲ្យខ្ញុំកាន់កន្ទុយនាងប្រពន្ធមិនអីទេខ្ញុំនៅទីនេះមានរឿងអ្វីនិយាយមកលោក Swiss មិនអាចទ្រាំទ្របានទៀតទេមុខរបស់នាងឡើងក្រហមកាន់តែជ្រៅប្រពន្ធអើយខ្ញុំចង់បានកូនទី2ពេលឮបែបនេះក្បាលរបស់នាងស្ទើរតែមិនអាចឆ្លើយតបបានអ្នកមិនទាន់បានមើលថែកូនទាំងពីរតាំងពីកំណើតដំបូងមកម្លេះហើយអ្នកចង់បានកូនទី2មែនទេរក្សាទុកវាខ្ញុំចង់បានកូនទី2មែនទេខ្ញុំអោបកន្ទុយរបស់នាងហើយបន្តធ្វើពុតជាគួរឲ្យស្រឡាញ់ Loswis បិទមុខរបស់នាងដោយស្ងៀមស្ងាត់ដើម្បីជៀសវាងផលវិបាកបន្ថែមទៀតនាងគិតថាវាជាការប្រសើរជាងការធ្វើតាមអ្វីដែលខ្ញុំនិយាយយើងមិនត្រឹមតែមានកូនទី2ប៉ុណ្ណោះប៉ុន្តែថែមទាំងកូនទី3និងទី4ទៀតផងបន្ទាប់មកអ្នកត្រូវត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំជាមួយខ្ញុំយើងនឹងត្រឡប់ទៅវិញបន្ទាប់ពីយើងស្ងប់ចិត្តឃើញខ្ញុំលែងកន្ទុយរបស់នាងខ្ញុំពិតជាសប្បាយចិត្តណាស់លោក Swiss មានអារម្មណ៍ថារូបរាងគួរឲ្យស្រឡាញ់របស់ខ្ញុំកាន់តែរំខានជាងធម្មតានៅពេលនេះខ្ញុំងក់ក្បាលហើយទៅថើបនាងប្រពន្ធអើយអ្នកពូកែណាប៉ុន្តែនាងបានលើកដៃឡើងយ៉ាងលឿនហើយរុញមុខខ្ញុំចេញឈប់ព្យាយាមឆ្លៀតឱកាសពីខ្ញុំទៅតើឥទ្ធិពលថ្នាំនេះនឹងរសាយបាត់ទៅពេលណាមនុស្សល្ងងពេលនាងនិយាយនាងបានដល់ខ្ញុំចំមុខអូយខ្ញុំទ្រាំមិនបានមួយសន្ទុះពេលឃើញខ្ញុំចាប់ទ្រូងខ្ញុំម្ដងទៀតដោយទឹកមុខឈឺចាប់ Loswis ក៏ព្រួយបារម្ភម្ដងទៀតនាងបានរកឃើញថានិមិត្តសញ្ញានាគនៅលើទ្រូងរបស់នាងកំពុងភ្លឺចែងចាំងកន្ទុយប្រពន្ធមានក្លិនឈ្ងុយឆ្ងាញ់ណាស់ខ្ញុំចូលចិត្តវាបំផុត Loswis ដឹងថានាងមិនអាចទុកឲ្យរឿងនេះបន្តទៅមុខទៀតបានទេពេលកំពុងរុញខ្ញុំចេញនាងនិយាយដោយអស់សង្ឃឹមថាកន្ទុយខ្ញុំអូសលើដីពេញមួយថ្ងៃអ្នកមិនខ្លាចក៏ខ្វក់ដោយដាក់វាចូលក្នុងមាត់ទេឬខ្ញុំបានចុចម្រាមដៃចង្អុលរបស់ខ្ញុំលើបបួរមាត់របស់នាងដោយផ្ទាល់
រួចសម្លឹងមើលនាងដោយភ្នែកជ្រៅ Melquay អ្នកស្អាតណាស់យប់នេះនាងចង់និយាយអ្វីមួយប៉ុន្តែឃើញថាពាក្យទាំងនោះមិនចេញមកមានរឿងអ្វីកើតឡើងអាកប្បកិរិយារបស់បុរសម្នាក់នេះខុសគ្នាទាំងស្រុងពីពេលនេះព្រឹកបន្ទាប់ខ្ញុំភ្ញាក់ពីដំណេកដោយសារអស់កម្លាំងខ្លាំងហើយមានការភ្ញាក់ផ្អើលនៅពេលឃើញ Lo Swiss ដេកក្បែរខ្ញុំលើខ្នើយរបស់ខ្ញុំនាងសម្លឹងមើលភ្នែកខ្ញុំដោយទឹកមុខក្រអឺតក្រដោមការចងចាំពីយប់មិញបាំងភ្លីឡើងក្នុងចិត្តខ្ញុំ Lo Swiss ញញឹមយ៉ាងអាក្រក់ចាំទេយប់មិញអ្នកជាអ្នកដែលបន្តអង្វរខ្ញុំទទួលស្គាល់ថាខ្ញុំបានទៅឆ្ងាយពេកហើយកាលពីយប់មិញហើយអ្នកគួរតែយល់ច្បាស់អំពីស្ថានភាពរាងកាយរបស់ខ្ញុំឥឡូវនេះភ្នែករបស់ Lo Swiss រួមតូចហើយនាងផ្អៀងមករកខ្ញុំយឺតពេលខ្ញុំកំពុងឆ្ងល់ថានាងចង់ធ្វើអ្វីនាងក៏ចាប់ចង្កាខ្ញុំហើយសម្លឹងមកខ្ញុំភ្នែកនាគប្រាក់របស់នាងមើលទៅគួរឲ្យទាក់ទាញណាស់ខ្ញុំសង្ឃឹមថាអ្នកអាចរក្សាស្ថានភាពនេះបាននៅពេលអនាគតនៅពេលនេះ Lo Swiss បានលើកឡើងពីការភ្នាល់ដែលយើងបានធ្វើអំពីការបដូរឈ្មោះរបស់នាងមកតុយរបស់នាងឡើងក្រហមបន្តិចតើអ្នកបានគិតអំពីសំណាអ្វីដែលត្រូវធ្វើទេសាមញ្ញម្ល៉េះខ្ញុំកោសក្បាលហើយនិយាយថាខ្ញុំបានគិតអំពីវារួចហើយខ្ញុំសង្ឃឹមថានាងអាចបញ្ជូននរណាម្នាក់ទៅកាន់ចក្រភពដើម្បីជួបចៅហ្វាយរបស់ខ្ញុំនិងប្រពន្ធរបស់គាត់ Lo Swiss បានប៉ះចង្ការរបស់នាងត្រពលនាគប្រាក់របស់យើងមិនសូវពូកែខាងបេសកម្មជ្រៀតទល់បែបនេះទេប៉ុន្តែប្រសិនបើវាគ្រាន់តែទៅលេងមនុស្សវាមិនណែជាបញ្ហាទេភ្នែករបស់ខ្ញុំភ្លឺបន្ទាប់ពីលឺដូច្នោះបន្ទាប់មកខ្ញុំនឹងរំខានណែមិនយូរបំសំខ្ញុំបានទៅសួនច្បារនៃទីសក្ការៈនាគប្រាក់ដើម្បីមើលថែមើលតតនាងមើលមុខខ្ញុំហើយហាក់ដូចជាព្រួយបារម្ភបន្តិចតើប៉ែឈឺទេខ្ញុំសម្លឹងមើលមឿនដោយទឹកមុខស្ងាត់ស្ងាត់ទេហាក់អ្វីបានជាកូនសួរមឿនដាក់ដៃតូចៗរបស់នាងលើត្រគាកដោយមោទនភាពម៉ាក់បានប្រាប់ខ្ញុំគ្រប់យ៉ាងប៉ាបានលេបថ្នាំដោយខ្លួនឯងនៅថ្ងៃនោះប៉ាជាបរោះម្នាក់មិនអាចនិយាយថាគាត់ឈឺបានទេពាក្យនេះធ្វើឲ្យខ្ញុំខ្មាស់អៀនខ្លាំងណាស់នាងនោះថែមទាំងប្រាប់ក្មេងៗរឿងបែបនេះទៀតផងតើខ្ញុំមិនមានមុខទេឬតើប៉ាមិនធូរស្រាលទេឬតើរថ្នាំមិនខ្លាំងគ្រប់គ្រាន់ទេឬក៏កូនញ៉ាំតិចពេកបើកូនសួរទៀតវានឹងឆ្លើយមឿនសង្កេតឃើញថាមាត់របស់ខ្ញុំហូរឈាមនិងពោពេនដោយការព្រួយបារម្ភនាងបានមកអោបខ្ញុំយ៉ាងណែនមឿនឯងមិនអាចរស់នៅដោយគ្មានប៉ាបានទេប៉ាអើយសូមកុំស្លាប់អីខ្ញុំញញឹមយ៉ាងលឿនហើយយ៉ាងអាយក្បាលនាងដោយនិយាយថាខ្ញុំសុខសប្បាយទេមឿនឯងពិតជាកូនស្រីរបស់ Lo Swiss មែននាងក៏ដូចជានាងដែរដែលនិយាយមិនចេះអាណិតរឿងនេះភាគ3សូមចប់សិនហើយណាបាទបើចង់មើលបន្តទៀតកុំភ្លេចចុច like subscribe និង comment ថាល្អមើលបាយបាយ